ចាសួស្តីបងប្អូនប្រហុកចំហុយនិងពងទាចំហុយគឺឆ្ងាញ់មួយយ៉ាងម្នាក់បងប្អូនថ្ងៃហ្នឹងខ្ញុំមកចំហុយពងទាប្រៃជាមួយសាច់ជ្រូកចិញ្ច្រាំណាហើយគឺមានរសជាតិឆ្ងាញ់មែនតើបើសិនជាបងប្អូនអត់ចង់ហូបប្រហុកធ្វើមួយមុខនេះក៏បានដែរហើយរយៈពេលចំហុយខ្ញុំចំហុយរយៈពេល40នាទីទៅ50នាទីគឺឆ្អិនហើយបងប្អូននិយាយរួមដាក់ភ្លើងល្មមហើយដាក់ទឹក1លីត្រឆ្នាំងគឺចំហុយឆ្អិនលឿនហើយយើងហូបជាមួយបន្លែស្រស់ៗអីចឹងទៅបងប្អូនរបៀបធ្វើរបស់ខ្ញុំគឺងាយហើយខ្ញុំប្រើសាច់ជ្រូក2ខាំបងប្អូនសាច់ជ្រូកចិញ្ច្រាំ2ខាំពងទា4គ្រាប់ពងទាសាប4គ្រាប់ពងទាប្រៃហ្នឹង4គ្រាប់ដែរបងប្អូនស្មើគ្នាហើយខ្ញុំគោះយកអាទឹកពងទាប្រៃហ្នឹងយកទៅក្លុកជាមួយពងទាសាបហ្នឹងបងប្អូនខ្ញុំក្លុកវាសព្វសិនចាំខ្ញុំដាក់អាស្នូលពងទាហ្នឹងនៅពីលើហើយគ្រឿងផ្សំរបស់ខ្ញុំបន្ថែមអំបិលរ៉ូឌីកន្លះស្លាបព្រាស្ករកន្លះស្លាបព្រាប៊ីចេងកន្លះស្លាបព្រាបងប្អូនទឹកត្រី1មុខ1ស្លាបព្រាទឹកស៊ីអ៊ីវ1ស្លាបព្រាដែរហើយខ្ទឹមច្រាំហើយនឹងម្ទេសបើសិនជាបងប្អូនមានខ្ទឹមក្រហមអីដាក់ទៀតក៏បានដែរតែខ្ញុំអត់មានភ្លេចទិញបងប្អូនហើយមកបន្ទាប់មកយើងដាក់ស្លឹកខ្ទឹមស្លឹកអីចឹងទៅហើយអាពងទាប្រៃដែលនៅអាស្នូលរបស់វាហ្នឹងយើងយកវាមកដាក់ពីលើមកពេលយើងចំហុយមកវាឃើញស្អាតហើយយើងដាក់រៀបម្ទេសរៀបអីចឹងទៅខ្ញុំចំហុយប្រហែលជា40ទៅ50នាទីបងប្អូនហើយពេលយើងចំហុយបានចិត្តឆ្អិនញរុំឆ្អិនហើយបងប្អូនឆ្អិនហើយយើងគោះពងមាន់មួយមកយើងក្លុកវាដាក់ពីលើមកទៅឃើញស្អាតបន្ថែមបងប្អូនហើយពេលចំហុយបើសិនជាបងប្អូនចង់ដឹងវាឆ្អិនមិនឆ្អិនយើងយកស្ព្រាមួយមកឆ្កឹះចាំអាប្រឡោះកដាលហ្នឹងបងប្អូនគឺបើវាមាននៅទឹកអាហ្នឹងមានន័យថាអត់តន់ឆ្អិនទេតែបើសិនជាវាស្ងួតហើយវាចេញទឹកថ្លាមកលើអាហ្នឹងមានន័យថាវាឆ្អិនហើយនិយាយរួមទៅកំណត់ទៅ40ទៅ50នាទីគឺឆ្អិនហ្មងពងទាហ្នឹងបងប្អូនហើយឥឡូវពងទារបស់យើងឆ្អិនហើយអ្វីដែលអត់បាននោះគឺខ្ញុំច្បាច់ក្រូចឆ្មាពីលើបងប្អូនបងប្អូនបើសិនជាញ៉ាំទាំងអញ្ចឹងវាអត់សូវចាប់ជាតិទេបងប្អូនអាចច្បាច់ក្រូចឆ្មាពីលើបន្ថែមឬក៏បងប្អូនអាចភ្លក់មើលបើសិនជាវារៀងសាបបន្តិចបងប្អូនអាចលួចទឹកត្រីច្រូចពីលើបន្ថែមបានហើយបន្លែយើងហូបមួយបន្លែស្រស់អីចឹងទៅចាបងប្អូនវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើសិនជាបងប្អូនចូលចិត្តវីដេអូនេះសូមជួយ like និង comment ខាងក្រោមផងអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយទៀត